តែលោកប្រធានបានឃើញស្ត្រីម្នាក់រស់នៅគុំណូសម្រាមទើបគាត់ភ្ញាក់ផ្អើលថាប្រពន្ធដែលស្លាប់6ឆ្នាំមុនមិនទាន់ស្លាប់ថែមទាំងបង្កើតកូនស្រីឲ្យគាត់ទៀតតាមពិត6ឆ្នាំមុនពេលនាងសម្រាលកូនគ្រូពេទ្យពិនិត្យឃើញថាកូនខ្សោយខ្លាំងត្រូវតែបដូរឈាមភ្លាមតែកូនមានឈាមកំមមានតែម្ដាយទេដែលត្រូវគ្នាឪពុកក្មេកមិនខ្វល់ពីជីវិតកូនប្រសាឡើយបង្ខំបូមឈាមនាងដើម្បីជួយចៅបូមឈាមស្រីម្នាក់នេះចេញឲ្យអស់មកដើម្បីជួយសង្គ្រោះចៅប្រុសខ្ញុំនាងបាត់បង់ឈាមច្រើនពេករហូតសន្លប់បាត់ស្មារតីឪពុកក្មេកគិតថានាងអស់សង្ឃឹមហើយក៏ឲ្យគេអូសនាងទៅបោះចោលនៅគុំណូសម្រាមពេលប្តីមកដល់យឺតក៏ដំណឹងថាប្រពន្ធស្លាប់ពេលវេលាកន្លងផុតទៅ6ឆ្នាំលោកប្រធានគិតថាប្រពន្ធស្លាប់ហើយក៏នឹកនាងទាំងយប់ទាំងថ្ងៃតែមិនដឹងថានាងនៅរស់ឡើយថែមទាំងបង្កើតបានកូនស្រីភ្លោះទៀតតែនាងបាត់បង់ការចងចាំហើយនិយាយមិនកើតទៀតប៉ុន្មានឆ្នាំនេះនាងរើសអេតចៃចិញ្ចឹមកូនរៀនថ្ងៃនោះគ្រូរត់មកប្រាប់ទាំងភ័យស្លន់ស្លោថាកូនស្រីមានរឿងនៅសាលាលុះទៅដល់ទើបដឹងថាកូនស្រីបានរើសដបទឹករបស់មិត្តប្រុសរួមថ្នាក់ក្មេងប្រុសនោះក៏បានប្រហិង្សាលើនាងនឹកស្មានមិនដល់ថាក្មេងប្រុសនោះជាកូនភ្លោះរបស់នាងឯម្ដាយក្មេកដែលរស់នៅក្រៅប្រទេសយូរឆ្នាំក៏មើលមិនស្គាល់កូនប្រសាដែរដើម្បីឲ្យកូនបានរៀនបន្តនាងមានតែលុតជង្គង់សុំការលើកលែងទោសក្មេងប្រុសបង្ខំឲ្យនាងលោតពីលើអាគារទៅព្រមលើកលែងឲ្យថ្ងៃនេះជាថ្ងៃរំដោះគ្រោះបោះផ្កាបៃតងមួយតងបណ្ដេញជំងឺមួយតងបណ្ដេញគ្រោះកាចមួយតងបណ្ដេញទុក្ខកង្វល់នាងតច្រកក៏លាស់ដៃកូនស្រីចេញហើយលោតចុះពីលើអាគារភ្លាមពេលកូនស្រីរត់ចុះមកក្រោមម្ដាយរបួសពេញខ្លួនប្រាណទៅហើយក្មេងប្រុសក៏នឹកស្មានមិនដល់ថានាងហ៊ានលោតមែនទែនកូនស្រីឃើញម្ដាយដកដង្ហើមខ្សោយក៏រត់មកលុតជង្គង់អង្វរសុំឲ្យពួកគេមេត្តាយាយឃើញបែបនេះក៏មិនចង់ឲ្យរឿងធំដុំក៏និយាយថាលើកលែងទោសឲ្យរួចនាំក្មេងប្រុសចាក់ចេញទៅពេលគ្រូពេទ្យពិនិត្យរបួសរបស់ស្ត្រីនោះរួចគាត់បានប្រាប់កូនស្រីតូចទាំងបារម្ភថាកូនអើយក្បាលម្ដាយកូនធ្លាប់មានរបួសពីមុនមកឈាមក៏មិនទាន់រលាយផងលើកនេះប៉ះទង្គិចទៀតរបួសខួរក្បាលធ្ងន់ធ្ងរខ្លាំងបែបនេះពេញមួយក្រុងមានតែមនុស្សម្នាក់គត់ដែលអាចជួយបានគឺប្រធានមន្ទីរពេទ្យស៊ីលូតែមិនដឹងថាប្រធានពេទ្យនោះជាឪពុកបង្កើតគ្រូពេទ្យក៏នាំក្មេងស្រីទៅមន្ទីរពេទ្យសុំជំនួយពេលជួបប្រធានពេទ្យភ្លាមក្មេងស្រីក៏លុតជង្គង់សុំឲ្យជួយម្ដាយអ្នកណាឲ្យចូលមកស្រែកឡូឡាក្នុងបន្ទប់ធ្វើការខ្ញុំធ្វើអីមិនក៏ជាក្មេងនេះទៀតហើយរករឿងនៅសាលាមិនអស់ចិត្តមករករឿងដល់មន្ទីរពេទ្យទៀតពេទ្យឃើញក៏ប្រញាប់ពន្យល់ប្រាប់ថាម្ដាយក្មេងស្រីប៉ះទង្គិចក្បាលធ្ងន់ធ្ងរមានតែលោកប្រធានផ្ទាល់ទេទើបជួយបានតែក្មេងប្រុសគិតថានាងមកបង្កបញ្ហាក៏រុញនាងដួលទៅលើដីពេលនោះយ័ន្តការពារដែលម្ដាយឲ្យកូនស្រីក៏ជ្រុះចេញមកក្មេងប្រុសឃើញក៏ចោទថានាងលួចរបស់ខ្លួនភ្លាមតាមពិតយ័ន្តការពារនេះមានមួយគូតែម្ដាយសុំមកការពោះកូនទាំងពីរយ័ន្តការពារនេះជារបស់ខ្ញុំទេតែពួកគេនៅតែចោទថាក្មេងស្រីជាអ្នកលួចប្រធានពេទ្យនិយាយថាឲ្យតែព្រមនិយាយការពិតគាត់នឹងជួយវះកាត់ឲ្យម្ដាយនាងដើម្បីជួយម្ដាយក្មេងស្រីមានតែទទួលស្គាល់ថានាងជាអ្នកលួចរួចលុតជង្គង់សុំទោសក្មេងប្រុសប្រធានពេទ្យឃើញដូច្នេះក៏យកព្រមទៅជួយម្ដាយនាងពេលប្រធានពេទ្យដើរតាមក្មេងស្រីមកដល់កន្លែងស្នាក់នៅទើបដឹងថាជីវិតម្ដាយកូនពីរនាក់នេះលំបាកខ្លាំងណាស់ចំណែកក្មេងប្រុសនិងជីដូនពេលទៅដល់ផ្ទះអ្នកបម្រើក៏យកយ័ន្តដែលរកមិនឃើញពីមុនមកឲ្យពួកគេទើបដឹងថាក្មេងស្រីមិនបានកុហកឡើយពេលជាមួយគ្នានោះប្រធានពេទ្យឃើញផ្ទះក្មេងស្រីពោពេញដោយរបស់អេចៃក៏បន្ទោសសម្ដាយនាងភ្លាមថាម្ដាយបែបណាឲ្យកូនរស់នៅកន្លែងបែបនេះហើយស្ដីបន្ទោសថានាងមិនចេះធ្វើជាម្ដាយគេមិនមែនទេម៉ាក់ខ្ញុំចិញ្ចឹមខ្ញុំតែម្នាក់ឯងរើសដបទឹកចិញ្ចឹមខ្ញុំរៀនគាត់អស្ចារ្យខ្លាំងណាស់តែប្រធានពេទ្យមិនស្ដាប់សម្ដីក្មេងស្រីឡើយគាត់សន្និដ្ឋានថាម្ដាយគ្មានការទទួលខុសត្រូវលើកូនដោយមិនដឹងថាពេលបានជួបស្ត្រីនោះផ្ទាល់ទើបដឹងថាអ្នកគ្មានការទទួលខុសត្រូវពិតប្រាកដគឺខ្លួនឯងតែពេលរុញទ្វារចូលស្រាប់តែឃើញបន្ទប់ទេស្អាតក្មេងស្រីក៏មិនដឹងថាម្ដាយទៅណាដែរបុរសនោះគិតថាក្មេងស្រីកុហកគាត់តាំងពីដើមមកទោះក្មេងស្រីពន្យល់យ៉ាងណាក៏គាត់មិនព្រម